ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះថៃឡុងឌីជានិស្សិតឆ្នាំទី3នៃវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយខ្ញុំជាក្រុមការងារស្ម័គ្រចិត្តរបស់ខ្មែរ Psych Foundation រួមគ្នាជាមួយនឹងអាហាដែលជាអង្គការសប្បុរសធម៌នៃប្រទេសអូស្ត្រាលីជាមួយនឹងធនាគារជាតិនៃប្រទេសកម្ពុជាបានធ្វើការព្យាបាលទៅដល់អ្នកជំងឺដែលមានផ្នែកឡើងបាយជាមួយនឹងអ្នកជំងឺដែលមានដោះកន្ទុយថ្លែងដោយអត់គិតថ្លៃនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយវីដេអូខាងមុខនេះគឺជាវីដេអូដែលយើងបានធ្វើការសម្ភាសន៍ទៅលើអ្នកជំងឺដែលបានទទួលការព្យាបាលរួចមកហើយអ៊ំចឹងអ៊ំខ្ញុំសូមសួរអ៊ំអំពីការវះកាត់របស់អ៊ំនិងអ៊ំណាបន្ទាប់ពីវះកាត់ផ្នែកខាងស្ដាំរបស់អ៊ំហើយអ៊ំមានភាពមិនដែរផ្នែកការមើលឃើញរបស់អ៊ំមិនដែរការវះកាត់នេះបន្ទាប់ពីវះកាត់មកគឺមានល្អប្រសើរបាន80%ហើយในខាងស្ដាំរបស់អ៊ំในខាងស្ដាំអញ្ចឹងអ៊ំតើកន្លងពេលវះកាត់នោះអ៊ំមានអារម្មណ៍មិនដែរអ៊ំចំពោះការវះកាត់របស់ខាងពួកគាត់ការវះកាត់នេះគឺគ្មានឈឺចាប់អត់ដឹងថាវះកាត់យ៉ាងម៉េចផងចាអត់ឈឺអត់ទៅទេចាអញ្ចឹងតើអ៊ំនឹងណែនាំបន្តទៅកាន់អ្នកដែលអ៊ំស្គាល់នៅក្នុងភូមិស្រុករបស់អ៊ំថាឲ្យមកទទួលការវះកាត់ផ្នែកនៅទីនេះដែរអ៊ំសូមជំរាបជូនដល់បងប្អូនទាំងអស់ដែលមានបញ្ហាភ្នែកស្វាំងល្ងាចមើលមិនឃើញពីមកកន្លែងលោកគ្រូពេទ្យកន្លែងនេះអត់ពិបាកទេហើយវះកាត់អត់ឈឺទេអត់គិតថ្លៃទៀតចាចឹងអរគុណច្រើនអ៊ំស្រីអ៊ំមើលថាអ៊ំ